ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះផងដែរនាងខ្ញុំសូមចែករំលែកចាកន្លឹះងាយ3ចំណុចចាសម្រាប់បងប្អូនដែលមមាញឹកនឹងការធ្វើកិច្ចការងារប្រចាំថ្ងៃក៏ដូចជាការរៀនសូត្រចាការប្រើប្រាស់ភ្នែកសម្លឹងអេក្រង់ទូរស័ព្ទដៃឬក៏កុំព្យូទ័រជាច្រើនម៉ោងណាចាហើយចាប់ផ្ដើមមានអារម្មណ៍ថាភ្នែកចុកខ្សោយចាស្វាំងភ្នែកចាចុករួយនៅក្នុងភ្នែកមានភាពតានតឹងនៅក្នុងភ្នែកហើយអសារកម្មឬក៏ផ្សាភ្នែកចាបងប្អូនអាចមកស្ដាប់វីដេអូនេះបានទាំងអស់គ្នាណាចាសម្រាប់កន្លឹះថែភ្នែកទី1ចាគឺយើងត្រូវអនុវត្តច្បាប់20 ចានៅពេលដែលយើងសម្លឹងអេក្រង់កុំព្យូទ័រឬក៏អេក្រង់ទូរស័ព្ទដៃចា20នាទីបងប្អូនត្រូវសម្រាក20វិនាទីណាចាដោយចោលភ្នែកសម្លឹងចារុក្ខជាតិពណ៌បៃតងចាចម្ងាយ20 feet វាស្មើនឹង6ម៉ែត្រចាវិធីនេះគឺវាជួយសម្រួលសាច់ដុំភ្នែកឲ្យមានភាពធូរស្រាលខ្លាំងមែនទែនចាហើយកន្លឹះទី2ចាគឺការឧស្សាហ៍ព្រិចភ្នែកចានៅពេលដែលបងប្អូនចាធ្វើកិច្ចការងារសម្លឹងអេក្រង់ទូរស័ព្ទដៃឬក៏អេក្រង់កុំព្យូទ័រភាគច្រើនគឺស្យង់អារម្មណ៍អញ្ចឹងទៅភាគច្រើនគឺអត់សូវបានព្រិចភ្នែកទេផ្លិចប្រឹងធ្វើកិច្ចការទាំងអស់ហ្នឹងពេកដែលចំណុចទាំងអស់ហ្នឹងហើយវាធ្វើឲ្យភ្នែករបស់យើងនឹងងាយស្ងួតហើយងាយរកាំចាធ្វើឲ្យភ្នែករបស់យើងនឹងហត់នឿយអញ្ចឹងបងប្អូនត្រូវតែឧស្សាហ៍ព្រិចភ្នែកការដែលយើងទម្លាប់ព្រិចភ្នែកឲ្យបានញឹកញាប់នេះល្អបងប្អូនចាដើម្បីជួយឲ្យភ្នែករបស់យើងនឹងមានសំណើមពីធម្មជាតិវាល្អវាជួយដល់កែវភ្នែករបស់យើងណាចាសម្រាប់កន្លឹះទី3គឺការជ្រើសរើសញ៉ាំអាហារដែលសម្បូរជីវជាតិសារធាតុចិញ្ចឹមបំពន់ទៅដល់ភ្នែកចាក្រៅពីការញ៉ាំបន្លែបៃតងពពុះផ្លែឈើជាច្រើនមុខចាបងប្អូនដែលគាត់មមាញឹកនឹងកិច្ចការងារចាដែលពុំមានពេលរៀបចំរបបអាហារបងប្អូនចាអាចស្វែងរកនៅផលិតផលដែលចម្រាញ់ពីធម្មជាតិដែលមានគុណភាពខ្ពស់យកមកញ៉ាំដើម្បីបំពេញបន្ថែមចាដើម្បីជួយថែទាំបង្ការការពារភ្នែករបស់យើងចាហើយមួយទៀតបើសិនជាបងប្អូនអត់ទាន់មានផលិតផលដែលត្រូវចិត្តទេចាខាងនាងខ្ញុំគឺមានជាផលិតផលល្អចាដែលយើងចរាចរលក់នៅស្រុកខ្មែរជាង10ឆ្នាំជាផលិតផលមានស្តង់ដារចាបងប្អូនអាចអញ្ជើញយកទៅប្រសាបានចាមិនត្រឹមតែប៉ុណ្្នឹងទេអានេះសម្រាប់ជួយបង្ការការពារថែទាំភ្នែកមានសុខភាពល្អចាហើយសម្រាប់បងប្អូនដែលគាត់មានបញ្ហាភ្នែកទៅហើយដូចជាភ្នែកស្ងួតខ្លាំងចាភ្នែកអសារមាសរកម្មភ្នែកដុសកតុយថ្លែនចាភ្នែកឡើងស្អាប់ឡើងបាយឬក៏រលាកទឹកដក់ចាយើងក៏មានរៀបចំជាឈុតផងដែរទៅតាមស្ថានភាពស្រាលមជ្ឈុំធនអញ្ចឹងទៅចាអញ្ចឹងបើសិនណាជាបងប្អូនកំពុងតែស្វែងរកចាបងប្អូនចាប់អារម្មណ៍អាចសាកសួរបានចាហើយសម្រាប់វីដេអូនេះផងដែរចាបើបងប្អូនគិតថាល្អចាមានប្រយោជន៍បងប្អូនជួយចុច share ម្នាក់មួយផងណាចានេះខ្ញុំមានប៉ុណ្ណេះចាអរគុណ